មេក្តៅដឹងធ្វើអីញ៉ាំមែនមកថ្ងៃនេះខ្ញុំនាំអ្នកមកធ្វើក្រែមយ៉ាអួនញ៉ាំមួយគ្នាពីថាស្រួលធ្វើខ្លាំងហើយពេលញ៉ាំទៅនោះគឺ fresh ខ្លាំងមែនតើដោយសារខ្ញុំយកគ្រឿងផ្សំមកពីផ្លែឈើស្រស់ៗហ្មងណាមកឥឡូវគឺយកមកចាប់ផ្ដើមធ្វើទាំងអស់គ្នាខ្ញុំមាន strawberry មួយចានប៉ុន្តែអ្នកអាចយកផ្លែឈើអីយកមកធ្វើក៏បានដែរទៅឲ្យតែស្រស់ៗមកគឺខ្ញុំយក strawberry នឹងយកទៅញិចវាអ្នកអាចប្រើសភាប្រើវែកឬក៏ប្រើរ៉ែអីក៏បានដែរដើម្បីឲ្យវាម៉ត់បន្ទាប់មកគឺខ្ញុំលាយជាមួយនឹងយ៉ាអ៊ូប្រហែលជា5 លាភីបន្ទាប់មកគឺយើងលាយវាចូលគ្នាឲ្យសព្វទៅបើសិនជាអ្នកចូលចិត្តផ្អែមគឺអាចថែមទឹកឃ្មុំអីបន្ទាប់មកគឺយើងអាចដួសអាល្បាយដែលយើងលាយចូលគ្នានឹងដាក់នៅលើចានជាដុំទូចៗអញ្ចឹងបន្ទាប់មកគឺអ្នកអាចយកវាទៅដាក់នៅក្នុងកន្លែងកកបានដាក់ហ្នឹងគឺខ្ទង់ប្រហែល1 ម៉ោងទៅ1 ម៉ោងកន្លះគឺបានហើយបន្ទាប់មកគឺខ្ញុំមកធ្វើជាមួយនឹងទឹកម៉ាច់ឆាដែលទុករោយពីលើក្រែមយ៉ាអ៊ូយើងហ្នឹងហ្នឹងគឺខ្ញុំយកវាយឆូកូឡេតយកវាមកកូរឲ្យលាយនៅលើទឹកក្តៅបន្ទាប់មកគឺខ្ញុំមកកូរម៉ាច់ឆាកូរហ្នឹងដើម្បីកុំឲ្យវាកកដុំអាចដុំម្សៅម៉ាច់ឆាហ្នឹងហើយនៅពេលដែលកូរហើយគឺខ្ញុំចាក់វាចូលនៅក្នុងវាយឆូកូឡេតរបស់ខ្ញុំហ្នឹងមកបន្ទាប់មកយើងគ្រាន់តែកូរល្បាយពីរហ្នឹងឲ្យវាចូលគ្នាឲ្យសព្វទៅគឺ1 ម៉ោងក្រោយមកខ្ញុំក៏បានដកក្រែមយ៉ាអ៊ូខ្ញុំចេញមកហើយវារបៀបរូបរាងចេញទៅវាអត់សូវស្អាតទេដោយសារពេលយើងដាក់ចូលក្នុងទូទៅវាមកស្អិតជាប់គ្នាអញ្ចឹងនៅពេលដែលដកចេញពីទូកកហ្នឹងគឺខ្ញុំយកវាយឆូកូឡេតជាមួយនឹងម៉ាច់ឆាខ្ញុំមិញហ្នឹងយកមករោយពីលើចុះហើយបន្ទាប់មកគឺខ្ញុំយកវាទៅដាក់នៅកន្លែងកកកន្លះម៉ោងទៀតហើយនេះរូបរាងក្រែមយ៉ាអ៊ូខ្ញុំដែលបានដកចេញពីទូកកឲ្យវារបៀបហើយចំពោះហ្នឹងនៅពេលដែលយើងខាំទៅគឺវារៀងស្រួលខាំហើយវាអត់ហឹងពេកទេដោយសារខ្ញុំដាក់ឲ្យវាកកតែខ្ទង់1 ម៉ោងកន្លះបើសិនជាដាក់ដល់4 5 ម៉ោងហើយគឺកករឹងញ៉ាំអត់កើតមកហើយបើចំពោះរសជាតិដែលខ្ញុំធ្វើនេះវិញគឺល្មមហ្មងមានជាតិជូរមកពី strawberry និងយ៉ាអ៊ូហើយនឹងមានជាតិផ្អែមមកពីវាយឆូកូឡេតហើយពេលញ៉ាំទៅក៏មានឈ្ងុយក្លិនម៉ាច់ឆាតិចតួចដែរ